សួស្តីបងប្អូនអ្នកស្រឡាញ់អ្នកចូលចិត្តកិច្ចការងារ graphic design ទាំងអស់គ្នាសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមស្វែងយល់រៀនសូត្រអំពីកម្មវិធី Adobe Photoshop ថ្ងៃនេះខ្ញុំនឹងចូលរួមចែករំលែកអំពីរបៀបបង្កើតផ្ទាំងការងារថ្មីមុនពេលធ្វើកិច្ចការងារ design តោះមកមើលទាំងអស់គ្នាអញ្ចឹងជាដំបូងសូមបងប្អូនបើកកម្មវិធី Adobe Photoshop របស់បងប្អូនអូខេអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបើកផ្ទាំងដំបូងរបស់កម្មវិធី Adobe Photoshop យើងនឹងទទួលបានផ្ទៃលាតអត់មានអ្វីទាំងអស់គឺនេះខ្ញុំនឹងផ្ដោតសំខាន់តែទៅលើរបៀបនៃការបង្កើតផ្ទាំងថ្មីតែប៉ុណ្ណោះអញ្ចឹងដើម្បីធ្វើការបង្កើតផ្ទាំងកិច្ចការងារថ្មីនៅលើកម្មវិធី Adobe Photoshop មានពីររបៀបបងប្អូនអាចប្រើ command បូកជាមួយនឹងអក្សរ N ដើម្បីបង្កើតផ្ទាំងថ្មីឬក៏បងប្អូនអាចចុចនៅលើពាក្យថា file ហើយបន្តមកទៀតយកពាក្យ new បាទអញ្ចឹងផ្ទៃដែលបង្ហាញផ្ទាំងដែលបង្ហាញមកនេះគឺជាផ្ទៃដែលយើងអាចសង្កេតឃើញតាក់ទងជាមួយនឹងកិច្ចការងារដែលយើងបានធ្វើពីមុននិង preset ដែល Adobe Photoshop បំពាក់មកជាមួយនៅក្នុងកម្មវិធីផ្ទាល់នៅពេលដែលបងប្អូន save នៅទម្រង់ format ឯកសារណាមួយវានឹងបង្ហាញនៅកន្លែងពាក្យ save ប៉ុន្តែដោយសារខ្ញុំមិនបានធ្វើការ save ទុកទេអញ្ចឹងវានឹងចេញមកជាធម្មតាប៉ុន្តែផ្ទៃផ្សេងៗតាក់ទងជាមួយនឹង panel ឬក៏ចំណុច photo គឺជាផ្ទាំងឯកសារដែលបងប្អូនអាចធ្វើកិច្ចការងារ design បែបលក្ខណៈរូបថតដែលបងប្អូនអាចមានទំហំបែបលក្ខណៈផ្ដិតចេញជារូបថតប្រសិនបើបងប្អូនចុចពាក្យលើ print គឺជាកិច្ចការងារ design ដែលបងប្អូនចង់កំណត់សម្រាប់ធ្វើការ print ចេញហើយមានផ្ទាំងផ្សេងទៀតដែលយើងមិនមានតម្រូវការប្រើគឺ art and illustration web សម្រាប់អ្នកដែលគាត់ធ្វើកិច្ចការងារ design តាក់ទងជាមួយនឹងលើ website mobile គឺដាក់ផ្ទាំងនៅលើទូរស័ព្ទជាដើមហើយនឹង film និង video បាទនេះគឺជា preset ដែល Adobe Photoshop បំពាក់ប៉ុន្តែនៅក្នុងចំណុចនេះប្រសិនបើបងប្អូនមានតម្រូវការណាមួយពាក់ព័ន្ធជាមួយទំហំกระดาษដែលបងប្អូនចង់ធ្វើកិច្ចការងារ graphic design របស់បងប្អូនអាចធ្វើការកំណត់នៅក្នុងផ្នែកខាងស្ដាំដៃដែលនៅក្នុងនេះយើងអាចបង្កើតតាក់ទងជាមួយនឹងទំហំទទឹងនិងទំហំកម្ពស់ប្រវែងកម្ពស់របស់ផ្ទាំងឯកសារកិច្ចការងារដែលយើងនឹងធ្វើនៅក្នុងចំណុចនេះគឺជាការដែលយើងកំណត់ទៅលើឈ្មោះរបស់ឯកសាររបស់យើងឧទាហរណ៍ខ្ញុំដាក់ពី mm 01អញ្ចឹងនេះគឺជាឈ្មោះរបស់ឯកសាររបស់ខ្ញុំតកតងជាមួយនឹង width គឺជាទទឹងរបស់ឯកសារដែលយើងនឹងបង្កើតជាមួយនឹងកម្ពស់ដែលវាកំណត់ដោយ height អញ្ចឹងនៅក្នុងចំណុចនេះខ្ញុំដាក់1035ហើយ width ខ្ញុំដាក់1080បាទហើយនៅក្នុងផ្នែកខាងស្ដាំដៃគឺជាຂະຫນາດដែលយើងនឹងធ្វើកិច្ចការងារ graphic របស់យើងដោយសារតែយើងមានការងារតាក់ទងជាមួយនឹងការផុសឬក៏ការ share នៅក្នុង social media ជាធម្មតាយើងប្រើ pixel ប្រសិនបើបងប្អូនធ្វើការកំណត់ផ្ទាំងការងារសម្រាប់ការ print ចេញបងប្អូនអាចនឹងជ្រើសរើសយក centimeter ដើម្បីធ្វើការងាយនៅក្នុងការកំណត់ទំហំប្រវែងនៃផ្ទាំងដែលយើងត្រូវ print ចេញដើម្បីដាក់តាំងបង្ហាញប៉ុន្តែជាធម្មតាប្រសិនបើយើងធ្វើកិច្ចការងារនៅលើការផ្ដល់ការ share នៅក្នុង social media យើងធ្វើការកំណត់ទៅជា pixel ហើយសម្រាប់ resolution គឺសំដៅទៅលើភាពច្បាស់របស់ផ្ទាំងឯកសាររបស់យើងនៅពេល print ចេញឬក៏ share នៅលើ social media ជាធម្មតាយើងធ្វើការកំណត់300ហើយຂະຫນាត់គឺជា pixel per inch ជាធម្មតាប្រសិនបើយើងធ្វើការកំណត់ទៅជាខាងលើចំណុចខាងលើទៅជាសង់ទីម៉ែត្រយើងក៏នឹងត្រូវជ្រើសរើស resolution ទៅតាមកម្រិតຂະຫນាត់ដែលយើងបានរើសនៅខាងលើដូចគ្នាបាទខ្ញុំមកផ្លេចនៅចំណុចមួយគឺតាក់ទងជាមួយនឹង orientation មានន័យថាចំណុចនេះគឺជាការកំណត់ទៅលើផ្ទាំងឯកសារការងាររបស់បងប្អូនសម្រាប់ធ្វើការ design តើបងប្អូនចង់ធ្វើវាជាប្រឈរឬក៏ផ្ដេកនឹងចំណុចនេះនៅពេលដែលយើងដាក់1080ជាទទឹងគឺផ្ទាំងការងាររបស់យើងគឺជាផ្ទាំងដេកប្រសិនបើបងប្អូនចង់ឲ្យផ្ទាំងការងារ design របស់បងប្អូនទៅជាផ្ទាំងឈរបងប្អូនគ្រាន់តែចុចនៅលើពាក្យ orientation ជាការស្រេចអញ្ចឹងវានឹងឆ្លាស់រវាងកម្ពស់និងទទឹងរបស់ឯកសាររបស់យើង automatic អូខេដូចជាបងប្អូនបានឃើញស្រាប់ឧទាហរណ៍ខ្ញុំធ្វើវាជាផ្ទាំងឈរអូខេដូចបន្ទាប់ចំណុចបន្ទាប់គឺតាក់ទងជាមួយនឹង color mode គឺជាពណ៌ធម្មជាតិនៃឯកសាររបស់យើងដែលយើងចង់ធ្វើការកំណត់អញ្ចឹងប្រសិនបើបងប្អូនធ្វើការ
ធ្វើកិច្ចការងារ graphic design ការងារណាមួយសម្រាប់ការផុសឬក៏ការ share នៅលើ social media បងប្អូនត្រូវជ្រើសរើស RGB color ប៉ុន្តែបើសិនជាបងប្អូនធ្វើកិច្ចការងារសម្រាប់ការងារ printing អញ្ចឹងបងប្អូនត្រូវរើសយក CYMK អញ្ចឹងនៅពេលដែលយើងធ្វើកិច្ចការងារណាមួយយើងត្រូវធ្វើការចំណាំ RGB គឺសម្រាប់ការ print សម្រាប់ការ share នៅលើ social media CYMK គឺជាការកំណត់ color សម្រាប់ធ្វើការ print ចេញបាទហើយចំណុចដែលយើងត្រូវកត់សម្គាល់មួយទៀតគឺកន្លែងនៅខាងស្ដាំដៃបន្ទាប់ពី RGB ឬក៏ CYMK color ហ្នឹងគឺតកតងជាមួយនឹង 8 bit 16 bit ឬក៏32 bit អញ្ចឹងចំណុចនេះគឺវាពាក់ព័ន្ធជាមួយនឹងកម្រិតបង្ហាញនៅលើម៉ាស៊ីនឬក៏តកតងជាមួយនឹងកម្រិតផ្ដល់ភាពច្បាស់របស់ desktop ឬក៏ laptop របស់បងប្អូនជាធម្មតាយើងប្រើ8ដើម្បីអាចឲ្យកិច្ចការងារ design របស់យើងវារលូនប្រសិនបើកិច្ចការងាររបស់បងប្អូនកាន់តែធំវានឹងធ្វើឲ្យ graphic កាន់តែតាក់ចឹងប្រសិនបងប្អូនរើស bit កាន់តែធំត្រូវប្រកាសថាម៉ាស៊ីនរបស់បងប្អូនក៏មានថា RAM ធំឬក៏ processor វាដើរលឿនសម្រាប់ឲ្យកិច្ចការងារវារលូនសម្រាប់ការងាររបស់យើងកុំឲ្យមានភាពតាក់បាទជាងចូលមកដល់ចំណុចចុងខាងក្រោមគឺតាក់ទងជាមួយនឹង background content ដែលវាសំដៅទៅលើផ្ទាំងការងារ background របស់ផ្ទាំងការងាររបស់បងប្អូនតើបងប្អូនចង់ធ្វើកិច្ចការងារ graphic របស់បងប្អូន base ទៅលើពណ៌អីហើយចំណុចនេះបងប្អូនក៏អាចរើសពណ៌បានដូចគ្នាប្រសិនបងប្អូន select នៅលើផ្ទាំងណាមួយគឺវាបង្ហាញពណ៌ទៅតាមការ select របស់ការកំណត់របស់បងប្អូនដែលវានឹង load ទៅជា custom ហើយនៅក្នុងចំណុចនេះបងប្អូនក៏អាចធ្វើការកំណត់ឡើងវិញដោយ select លើពាក្យ white select លើពាក្យ black វានឹងប្រែប្រួលទៅតាម color ដែលបងប្អូនបានជ្រើសរើសឬក៏ transparent មានន័យថាទាំងការងាររបស់បងប្អូនអត់មាន background ទេអញ្ចឹងវានឹង load ទៅតាមការកំណត់របស់បងប្អូនហើយចំណុច advanced option យើងក៏មិនចាំបាច់ប៉ះវាដែរពីព្រោះវាជា automatically set សម្រាប់កិច្ចការ graphic របស់យើងអញ្ចឹងសម្រាប់ការបង្កើតផ្ទាំងឯកសារថ្មីមួយគឺ step របស់វាមានប៉ុណ្ណឹងហើយ make sure យើង create បាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ចែករំលែកឬក៏ខ្ញុំមានកង្វះខាតណាមួយបងប្អូនអាចផ្ដល់ជា comment បាននៅក្នុងវីដេអូខាងក្រោមបាទអរគុណជួបគ្នាវីដេអូក្រោយ